ហើយគេបានចាប់ខ្លួននាងអ៊ីធ្វើជាប្រពន្ធអ្នកប្រុសឆាប់ទៅជួយគេផងឲ្យចាប់ឡើងទៅឆាប់ប្រគល់អ៊ីយកមកយើងភ្លាមបើមិនចឹងទេយើងដុតកំតិចប្រៅយើងចោលខាងក្រៅមានសម្លេងលូឡាមានអីកើតឡើងចេះអ្នកស្រីចាំខ្ញុំទៅមើលល្អប្រយ័ត្នប្រយែងណាអ្នកស្រីវិវត្តហើយហ្វៃហ្វូគេនាំចោលមកក្រុមបឡំពាត់ទីនេះគេចង់ចាប់ខ្លួនអ្នកនាងអ៊ីធ្វើជាប្រពន្ធគេថាទុកពេល3ថ្ងៃបើសិនជា3ថ្ងៃក្រោយមិនប្រគល់អ្នកនាងអ៊ីគេទេគេនឹងដុតកំតិចប្រៅវិហារនេះចោលហើយមនុស្សទាំងប៉ុន្មានក៏គេសម្លាប់ចោលទាំងអស់ដែរតើយើងធ្វើយ៉ាងម៉េចទៅលោកចៅអធិការឥឡូវនេះគឺធ្វើយ៉ាងម៉េចទៅរឿងនេះណាចាំអាត្មាហៅបងប្អូនទាំងអស់គ្នាជួបជុំគ្នាសិនទើបបានម៉ែឲ្យខ្ញុំទៅជាមួយពួកចៅនោះទៅអ្នកនាងមិនបានជាធ្វើយ៉ាងនេះមិនកើតទេឲ្យតែយើងមានរង្វាន់ប្រកាសជាមានគេសុខចិត្តធ្វើការខ្ញុំមានវិធីមួយតែមិនដឹងថាទៅរួចឬមិនរួចទេរឿងនេះទុកឲ្យអ្នកស្រីជាអ្នកសម្រេចទៅបាននាងនិយាយមកចោះលោកចៅអធិការចេញទៅក្រៅប្រកាសថាអ្នកណាអាចបណ្ដេញចៅនោះបានយើងនឹងឲ្យអ្នកនាងអ៊ីរៀបការជាមួយនឹងគេនោះនេះជាវិធីល្អតាមមើលយើងគ្មានផ្លូវជ្រើសរើសទៀតទេលោកចៅអធិការសូមមេត្តាធ្វើតាមនឹងចោះដល់ពេលនេះយើងមានតែវិធីមួយនេះទេសម្រាប់ថាចឹងទៅចុះណាបដិជគុណតើពួកចៅយ៉ាងម៉េចទៅហើយលោកគ្រូអាត្មាប្រកាសថាបើអ្នកណាអាចដេញចោលនោះបានគេនឹងឲ្យអ៊ីរៀបការជាមួយអ្នកនោះប៉ុន្មានតើអូបានសពមានលទ្ធភាពទេខ្ញុំកណាមានបើអញ្ចឹងចាំយើងជួនអូបានសពទៅជួបអ្នកស្រីចុះកណាសូមជឿអ្នកស្រីអ្នកប្រុសចាំគេមានវិធីអាចដេញពួកចោលនោះបានហើយប្រងធ្វើយ៉ាងម៉េចទៅបើសិនជាអ្នកស្រីគ្រប់ពាក្យសន្យាខ្ញុំមានវិធីមួយពិតជាអញ្ចឹងហ៎ខ្ញុំបាននិយាយប្រាប់លោកចៅអធិការរួចហើយបើសិនជាអ្នកណាបណ្ដេញចោលនោះបានខ្ញុំនឹងឲ្យកូនខ្ញុំរៀបការជាមួយនឹងអ្នកនោះភ្លាមនេះគឺជាការពិតទេរឿងអញ្ចឹងមិនមែនជារឿងលេងសើចនោះទេមិនក៏និយាយអញ្ចឹងអាត្មាធ្វើស័ក្តិសិទ្ធិបានអ្នកស្រីកុំបារម្ភអីចាំទទួលដំណឹងល្អពីខ្ញុំចុះលោកចៅអធិការនិមន្តមកតាមខ្ញុំកណាំចង់ធ្វើយ៉ាងម៉េចលោកចៅអធិការផែនការរបស់ខ្ញុំកណាតើការលោកចៅអធិការជួយទៅបាទអើយអាត្មាអត់ចេះអីទេតើអាត្មាជួយយ៉ាងម៉េចទៅកុំបារម្ភអីខ្ញុំកណាមានបងប្អូនម្នាក់ឈ្មោះទូប៉រហស្សនាមរបស់គេគឺមេតបសេះសគេប្រកាសជាអាចជួយបានធ្វើយ៉ាងម៉េចទៅឥឡូវនេះគេមានកងទ័ពចំនួនជាង 10,000 អ្នកការពារព្រំដែនគេក៏ជាមិត្តរបស់ខ្ញុំកណាដែរឲ្យតែខ្ញុំកណាសរសេរសម្បត្តិឲ្យគេប្រកាសជាជួយខ្ញុំកណាតែការធ្វើដំណើរនេះវិញឆ្ងាញ់ណាបើសិនជាមិនចង់ឲ្យធ្លាក់ធ្លុយតើតែឲ្យអ្នកទុកចិត្តទៅបានលោកចៅអធិការឲ្យកណាទៅតែម្ដងទៅលោកចៅអធិការព្រមទទួលកណាក៏គួរតែជួយដល់ព្រះវិហារនេះដែរមិនកើតទេឯងគ្រាន់តែជាកូនក្មេងតែប៉ុណ្ណោះឯងធ្វើយ៉ាងនេះវាមានគ្រោះថ្នាក់ច្រើនណាស់មុននឹងកណាមកដល់ទីនេះកណាធ្លាប់ឆ្លងកាត់ព្រំដែនហើយកណាស្គាល់ភូមិសាស្ត្រច្បាស់ណាស់កណាដឹងថាមានច្រកតូចមួយអាចគេចផុតពីពួកចៅមិនមានបញ្ហាអីទេបើចង់ឲ្យគេទៅចុះម្យ៉ាងទៀតគឺជាកូនក្មេងពួកចៅមិនសូវចាប់អារម្មណ៍នឹងគេទេគេទៅតែម្នាក់ឯងយ៉ាងនេះយើងមានការបារម្ភខ្លាំងណាស់ឥឡូវចេះទៅចុះណាចាំយើងអាចឆុងទៅជាមួយគេគ្រាន់បានជាគ្នាអ្នកស្រីអ្នកប្រុសមកដល់ហើយអ្នកស្រីជើងអង្គុយចុះទៅអរគុណអ្នកស្រីម្ដងនេះដោយសារតែមានអ្នកប្រុសជាអ្នកជួយខ្ញុំបានជាពួកខ្ញុំផុតពីគ្រោះថ្នាក់គ្រួសារខ្ញុំទាំងមូលគឺអ្នកប្រុសជាអ្នកជួយស្រង់ជីវិតឡើងដូច្នេះហើយខ្ញុំចាក់ស្រាមមកពេញនេះដើម្បីជូនសគុណអ្នកប្រុសអាចបណ្ដេញពួកចៅបានក៏ដោយសារអ្នកស្រីជួយដែរបើសិនជាមិនមែនកងទ័ពមកតាន់ពេលទេយើងទាំងអស់គ្នាប្រកាសជាស្លាប់បាត់ទៅហើយឥឡូវអ្វីបានកន្លងផុតទៅហើយសូមអ្នកស្រីកុំរំលឹកវាទៀតអីហងនាងចាក់ស្រានេះជូនអ្នកប្រុសមកពេញទៅខ្ញុំត្រូវតែសងគុណអ្នកប្រុសអញ្ចឹងណាអ្នកស្រីខ្ញុំសូមអរគុណអ្នកស្រីហើយតែអ្នកស្រីបាននិយាយថាបណ្ដេញចៅបានអ្នកស្រីឲ្យអ៊ីញីរៀបការជាមួយខ្ញុំតើពិតមែនទេអ្នកអ្វីត្បិតអ្នកប្រុសមានគុណលើខ្ញុំប៉ុន្តែស្ដាយណាស់ការដែលលោកម្ចាស់នៅរួមបានឲ្យអ៊ីងនេះភ្ជាប់ពាក្យជាមួយនឹងកូនប្រុសលោកម្ចាស់ជាងឈ្មោះជាងវាងមួយទៅហើយឥឡូវនេះខ្ញុំសរសេរសម្បត្តិឲ្យគេមកភ្លាមហើយចុះបើសិនជាគេមកតាន់តើឲ្យខ្ញុំនេះដោះស្រាយជាមួយនឹងគេនោះយ៉ាងម៉េចខ្ញុំមិនមែនជាមនុស្សរមើលគុណនោះទេតែខ្ញុំបានឲ្យអ៊ីងនេះធ្វើជាបងប្អូនថ្វាយជាមួយអ្នកប្រុសចោះបានហើយមនុស្សស្មានថាអ្នកស្រីជាមនុស្សបែបនេះសោះខ្ញុំនិយាយសិនអ្នកប្រុសចាងមិនក៏មិននិយាយជាមួយអ្នកស្រីឲ្យបានច្បាស់ទៅគ្មានអ្វីដែលគួរនិយាយទៀតទេខ្ញុំភ្លេចបាយភ្លេចទឹកទោះតែនាងស្ទើរតែមិនចង់រស់ទៅហើយគឺខ្ញុំធ្វើតាមនាងនិយាយខ្ញុំទៅនៅពីក្រោយនាងហើយខ្ញុំអត់មានបែលួចលះឈប់សិនខ្ញុំដូចជាមិនយល់ទេឥឡូវនេះទុកថាខ្ញុំជាអ្នកសាឡបងម្ដងទៀតទៅមើលបានណានាងនៅស្ងៀមទៅខ្ញុំនៅពីក្រោយនាង
នាងនៅសៀមទៅគឺខ្ញុំនៅពីក្រោយនាងទៅបានណែឥឡូវនាងនៅសៀមណានាងកុំកម្រើកអសោះខ្ញុំនឹកនាងណាអូយមិនបានជាអញ្ចឹង ការពិតគឺអញ្ចឹងនេះគឺមកពីអ្នកប្រុសអត់ចេះសភាពរៀបសារហ្នឹងណា ខ្ញុំសភាពណាស់អញតា សភាពស្អីអ្នកប្រុសធ្វើយ៉ាងនេះអ្នកណាក៏ភ័យស្លាប់ដែរ បើអញ្ចឹងគិតយ៉ាងម៉េចទៅ ខ្ញុំក៏មិនដឹងដែរឥឡូវខ្ញុំប្រកួតសបុតនេះទៅឲ្យអ្នកប្រុសពិចារណាខ្លួន ហងនាងសូមនាងមេត្តាជួយកញ្យកខ្ញុំផងទៅ ស្លាប់ហើយឲ្យខ្ញុំបញ្យល់អ្នកប្រុសយ៉ាងម៉េច ហងនាងជួយខ្ញុំផងទៅខ្ញុំសុំបងណាហងនាង បានហើយបានហើយ ឥឡូវគិតយ៉ាងម៉េចទៅ ណាស់ហើយបានធ្វើតាមខ្ញុំនិយាយណាកុំភ័យអីតាំងអារម្មណ៍ទៅឥឡូវធ្វើតាមខ្ញុំ បានខ្ញុំមិនអាចធ្វើអញ្ចឹងបានទេ បានមិនធ្វើតាមខ្ញុំធ្វើមិនទៅជួបអ្នកនាងបាន តែខ្ញុំមិនអាចធ្វើខ្វះការគួរសមបានទេ ល្ងងណាស់ទុកថាខ្ញុំជាអ្នកនាងឥឡូវនេះបាត់ភ្នែកទៅកុំភ្លេចអ្វីដែលខ្ញុំប្រាប់អ្នកប្រុសណា ខ្ញុំមិនភ្លេចទេខ្ញុំអរគុណហើយ